ok nè tụi nhé chúc vui cùng bát pro sinh cái này không đai nhưng ngừng nằm ở trong bóng nhé mà chúc cho mùi nâng kém mùi đã chia kém một hết survival kém này chia một hết kém đã lên online cho mùi kia hay miền server sao đôi bóng ôn nhé bàn khơi chẳng cứ miền server tràn mình tên hay mình tích tích khi nông bạc bóng ôn nhé pi ở bếp ở sợi settingក្នុងការ setting ដោយសារតែเกมនេះគឺថា graphic ខ្លាំងដែរទូរស័ព្ទមុំគឺលេងអាចថាគាំងឬក៏លេងអត់កើតអញ្ចឹងវាពិបាកដែរតែមិនអីទេទូរស័ព្ទល្មមអាចលេងបានឡើយយើងមើលតាម setting នេះអ្នកនរគ្នាមើលតាម setting ដែលខ្ញុំបានដាក់លើទៅសេរីឲ្យដូចតាមខ្ញុំទៅអាចថាមកលេងមកល្មមហ្មងឥឡូវយើងទៅការសេរីមើលតាមហ្នឹងទៅដូចជាកន្លែងនេះជាកន្លែងសេរីដូចជាកវីឬក៏បាញ់ឥឡូវយើងមកសាក់លេងសាក់លបងនេះកន្លែងសាក់លបងមកវាកន្លែងសាក់លបងអាកន្លែងសាក់លបងនេះអានេះគាត់តែជាវគ្គសាក់លបងតែទេមិនមែនជាវគ្គយើងចូលលេង server ធំជា map សាក់បងមួយបើ map យើងចូលលេងធំវិញគឺជា map ធំបានពិតជាធំមែនតើមនុស្សចូលលេងគឺ70នាក់មនុស្សវាច្រើនសត្វមានខ្លាឃ្មុំជ្រូកព្រៃហើយនឹងក្តាន់អីចឹងទៅខ្លាពេលយកជួយអីបានហើយមើលការបាញ់ក៏មើលនេះថាសបស្គីននេះអូខេមើលតាមនឹងទៅវីដេអូក្រោយខ្ញុំប្រាប់វាពីរបៀបលេងនិងរបៀប editing បើឲ្យលេងថាតែមានកន្លែងខ្លះបិទ graphic បិទចម្ងាយបិទយើងឃើញចម្ងាយច្រើនម៉ែត្រច្រើនអីហ្នឹងអានេះកាន់តែជាវីដេអូប្រាប់ពី setting ឬក៏សារលបងនៅវីដេអូក្រោយខ្ញុំនឹងប្រាប់បងប្អូនអ្នកគ្នាពីរបៀបលេងវារបៀបសាងសង់ផ្ទះអានេះគាត់ថាជាផ្ទះដែលខ្ញុំបានសង់កន្លែងខ្ញុំបានកាត់ចោលហើយកន្លែងសាងសង់ផ្ទះហ្នឹងតែមិនអីទេវីដេអូក្រោយខ្ញុំនឹង review អំពីរបៀបធ្វើផ្ទះរបៀបចូលលេង server របៀបមើលទីតាំងរបៀបមើល map មើលតំបន់មើលអីអានេះជាកន្លែងដាក់ solid code ដូចជាអ្នកខ្ញុំបានឃើញអញ្ចឹងនេះជាសោកន្លែងដាក់ solid code ផ្ទះយើងហើយវាលោតចេញសញ្ញាក្រហមឥឡូវទៅការ crash ហឹបធំយើងក្រាស់ដើម្បីដាក់ក្នុងផ្ទះរបស់យើងដើម្បីការពារផ្ទះយើងអស់ឈាមផ្ទះយើងវាចេះអស់ឈាមដែរដើម្បីបើយើងដាក់ទេវាមានគេថាយើងពេលយើងដាក់ទៅវាលោតចេញវាឲ្យយើងដាក់ឈើចូលអាហ្នឹងទុកការពារផ្ទះអ្នកនរគ្នាឃើញអាកន្លែងបតុងឈើហ្នឹងឯងអាបតុងឈើហ្នឹងបញ្ជាក់ថាផ្ទះយើងហ្នឹងត្រូវការរបស់អីគេខ្លះដើម្បីត្រង់ត្រូលផ្ទះហ្នឹងបានអូខេឥឡូវវាមានខ្វែយើងធ្វើទៀតនេះខ្វែគឺឲ្យយើងដើរកាប់ scrap យកមកលឿនក៏ភ្លើងអាហ្នឹងកាន់តែជាវគ្គសាកល្បងទេនេះជា scrap យើងកាប់វាមកអូខេយ៉ាងនេះបាញ់វាលេងទៅយើងកាប់ scrap សិនមកអាសញ្ញាដៃហ្នឹងជាកន្លែងជ្រៅអាហ្នឹងពេលយើងចូលលេងអញ្ចឹងកាប់វាទៅបានម្ដងវគ្គសាកល្បងបានម្ដង25តែវគ្គធម្មតាវិញពេលខ្លះបាន12ពេលខ្លះតែតិចបំផុតត្រឹម4ឬក៏3តែអីទេដោយសារ map ហ្នឹង map ធំស្រួលរកដែរអញ្ចឹងយើងធ្វើការកាប់ទៀតទៅកាប់ scrap ឲ្យច្រើនទៅយើងខំដាក់កាប់ទៅដោយសារតែអាវគ្គសាកល្បងវាអត់មានអីច្រើនទេវាគាត់ឲ្យយើងកាប់តិចតួចដើម្បីដូចវាធ្វើតេស្តយើងឲ្យយើងរៀនលេងអានេះចុចតាមខ្វេះវាមកហើយយកឈើវាឲ្យយើងយកឈើពីក្នុងនេះឲ្យក្រាស់តួ upgrade ខ្ញុំហៅវាអត់ដឹងណាគេជិះហៅអីខ្ញុំហៅតួ upgrade ទេអាហ្នឹងជួយយើងដាក់មកដាក់តាមកន្លែងដែលវាឲ្យដាក់មកហើយយើងចុចចូលមកឲ្យយើង learn ណាអាហ្នឹងចឹងហើយយើងការហ្នឹងបានដើម្បី learn ចុច learn បន្ថែមមក learn នេះមកអ្នកនរគ្នាឃើញដូចអ្នកនេះបានឃើញអញ្ចឹងគឺមានបន្ថែមមានកំភ្លើងអីគឺឃើញរបស់ក្រាស់គឺតិចមែនទេតែពេលយើងចូលលេងទៅរបស់ក្រាស់គឺច្រើនណាអាកន្លែងនេះគេឲ្យយើងជួសជុលផ្ទះវាបើមិនទេយើងអស់ឈើអស់ឈាមតែយើងអស់ឈាមយើងយកឈើពីក្នុងហឹបយើងមកអ្នកមានជើងខ្លួនស្រាប់យកមកដំវាដើម្បីវាឡើងឈាមផ្ទះហើយផ្ទះហ្នឹងមិនមែនតែប៉ុណ្្នឹងយើងអាចឡើងឲ្យវាកាត់ជាថ្មកាត់ជាដែកកាត់ជាកតិចដែកទ្វារកតិចដែកទ្វារដែកពូជដែកយល់ធ្វើបានមួយសេតហ្គេម survival វាអញ្ចឹងហើយឥឡូវយើងមើលខ្វេះវាតិចឲ្យយើងយកថ្មពីក្នុងហ្នឹងដើម្បីមក upgrade ផ្ទះយើងឡើងថ្មដោយសារតែនេះជាវគ្គសាកល្បងអញ្ចឹងវាមិនមានមនុស្សទេគឺមានតែយើងទេដោយសារវាជាវគ្គសាកល្បងអញ្ចឹងឥឡូវយើងការអាប់ផ្ទះឡើងថ្មទៅអានេះខ្ញុំចុច delete question ដើម្បីឲ្យយើង
upgrade vôឲ្យគាត់ជាថ្មមកនឹងហើយយើងអាប់វាពេញមកពេលយើងអាប់ចេះបើសិនយើងលេងអត់សាកល្បងទេដាក់ថ្មជុំខឹបផងដើម្បីត្រឹមត្រូវផ្ទះហើយវាមានម៉ោងទីទាំងប្រទេសយើងនៅបានប្រហែលម៉ោងយើងធ្វើផ្ទះយើងពីថ្មលីឈើខ្លះៗដាក់ថ្មលីឈើខ្លះៗមកដើម្បីមើលម៉ោងថាវាកំណត់ម៉ោងបានប្រហែលនេះវាអត់លោទេដោយសារជីវៈសាកល្បងវាអត់លោទេបាទនេះខ្ញុំដាក់ចំថាលក្ខណៈថាយើងមិនអាចដាក់ក្របដីពេកទេvìយើងក្រាស់ធ្វើផ្ទះទៅអីតែមើលតែចាំវីដេអូក្រោយខ្ញុំនឹងធ្វើការប្រាប់របៀបធ្វើផ្ទះនៅក្នុង server នេះជាកន្លែងយើងចុចចេញចុចមកចុចកន្លែង yes មកហើយ game ហ្នឹងមានតែប៉ុណ្្នឹងទេគឺមាន training ទៀត game ហ្នឹងមាន training ដូចជាអាហ្នឹងមិនមែនដូច free fire ចូល training មកកន្លែងកាក់វាបើថាអ្នកនរចង់បុកកាក់អាចទិញគ្រឿងក្រៅយើងទិញគ្រឿងក្រៅបានទៀតអាចទិញអានេះជា training នេះគឺជា training មាន armor ដៃទៅ snap កំភ្លើង armor ninja កំភ្លើង snap នេះជាកំភ្លើង snap កំភ្លើងខ្លីហៅតែកំភ្លើងទួយអានេះជា scar អញ្ចឹងទៅអានេះជា AK skin អានេះជាមួយនឹង Thompson skin យល់ហ្គេមនេះវាមួយយ៉ាងដែរវាមួយទៀតវាឲ្យយើងដូចបានខ្វាញ់ដូចបានអាខ្វាញ់ឬក៏ EXP វាហើយយើងចុច C ទៅវានឹងបានឆាប់ level អានេះគឺកន្លែងនេះគឺជាកន្លែងមើល level វាធំយកអានេះមើលតាម level ដែរដើម្បី learn យកកំភ្លើងយកអីបានណាអានេះជាកន្លែងរោអាដូច EXP ហ្នឹងហើយដើម្បីមកបើកន្លែង training ហ្នឹងកន្លែងតាម level 5ទេតែបើខុនចាស់ខ្ញុំ level ធំដែរតែខ្ញុំអត់ចង់ចូលនេះកន្លែងហ្នឹងកន្លែងចុចចូលលេងយើងចុចទៅចុច yes ទៅចូលលេងកន្លែងហ្នឹងបើអ្នកនេះចង់លេងមួយខ្ញុំអាចចូល server 14 AZ បាន server ហ្នឹង14 AZ ចូលមកបានជាគ្នាខ្ញុំមាន4នាក់ដែលបានចូលលេងជាមួយនឹង server 14ហ្នឹងបើមានខ្មែរណាដែលដឹងអាចចូលលេងមួយពួកខ្ញុំបានអូខេជម្រាបលា